បែកធ្លាយឲ្យបងប្អូនក្រុមហ៊ុន Nutri-Rex បានផលិតកាហ្វេកោសិកាសុខភាពត្រូវបានគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជានិងបណ្ដាប្រទេសដូចជាវៀតណាមភូមាថៃជប៉ុននិងអូទ្រីសសហគមន៍អឺរ៉ុបក្រុមហ៊ុនស្នាដៃគុនខ្មែរបានផលិតកាហ្វេកោសិកាសុខភាពដែលផ្សំពីធម្មជាតិនិងរុក្ខជាតិ50មុខផលិតដោយបច្ចេកវិទ្យា3ប្រទេសរួមបញ្ចូលគ្នាមាន Quantum AI របស់សហរដ្ឋអាមេរិក Nano Nutrition របស់ចក្រភពអង់គ្លេសនិង Advanced Organic របស់ជប៉ុននិងមានការទទួលស្គាល់ដោយស្ថាប័ន11ជាការពិតណាស់សុខភាពពិតជាសំខាន់បច្ចុប្បន្ននេះស្ថានភាពជំងឺមិនឆ្លងកំពុងតែកើនឡើងមិនថាមនុស្សចាស់ឬក្មេងឡើយដូចជាជំងឺសរសៃឈាមបេះដូងជំងឺមហារីកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមជំងឺក្រពះពោះវៀនជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើមដោយសារការទទួលទានរបបអាហារមិនត្រឹមត្រូវឬដោយកត្តាផ្សេងៗជាច្រើនទៀតហើយជាក់ស្ដែងសប្តាហ៍ថ្ងៃនេះមានមនុស្សជាច្រើនបាននឹងកំពុងស្វែងរកឱសថព្យាបាលអាហារបំប៉នដើម្បីព្យាបាលនិងថែរក្សាសុខភាពចង់បានផលិតផលជាអាហារកោសិកាដែលផលិតដោយបច្ចេកវិទ្យាប្រើនិងពិសាដោយទំនុកចិត្តភាពជឿជាក់គ្មានសារធាតុគីមីមានស្ថាប័នទទួលស្គាល់ច្បាស់លាស់ពេលនេះអស់ក្តីបារម្ភទៀតហើយក្រុមហ៊ុន Nutri-Rex បានផលិតកាហ្វេកោសិកាសុខភាពកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរក្រោយបានពិសាហើយបានជួយឲ្យសុខភាពរបស់ពួកគាត់បានធូរស្បើយនិងចំណាយថវិកាតិចព្រោះជាកាហ្វេដែលមានគុណភាពនិងរូបមន្តផ្សំពីរុក្ខជាតិនិងធម្មជាតិដែលផលិតឡើងដោយស្នាដៃគុនខ្មែរនេះបើយោងតាមសម្ដីអតិថិជនជាច្រើនអ្នកពួកគាត់បានលាន់មាត់គ្រប់គ្នាថាពិតជាអស្ចារ្យណាស់ទីបំផុតកូនខ្មែរអាចផលិតកាហ្វេកោសិកាថែរក្សាសុខភាពដែលអាចជួយសម្រួលរាល់បញ្ហាសុខភាពពីជំងឺមិនឆ្លង NCD និងបញ្ហាផ្សេងៗបានហើយបាននិយាយពីគុណភាពវិញបានប្រើឲ្យពិតជាជាប់ចិត្តដិតអារម្មណ៍ណាស់ក្នុងការដោះស្រាយបញ្ហាសុខភាពមិនថាអ្នកមានបញ្ហាផ្លូវភេទចុះខ្សោយនោះទេសូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Nutri-Rex ដែលមានកាហ្វេកោសិកាសុខភាពកំពុងទទួលបានការគាំទ្រខ្លាំងតែកូនខ្មែរយើងនៅតែអាចបន្តរូបមន្តទុកកេរដំណែលពីដូនតានិងបានធ្វើកំណែទម្រង់ថ្មីតាមបច្ចេកវិទ្យាថ្មី AI ធ្វើឲ្យកាហ្វេដែលមានគុណភាពប្រសិទ្ធភាពនិងមានសុវត្ថិភាពថែមទាំងត្រូវបានត្រួតពិនិត្យនិងទទួលស្គាល់ស្តង់ដារអន្តរជាតិសូមស្ដាប់វីដេអូទាំងអស់គ្នាចាជំរាបសួរចាខ្ញុំឈឺកើតរានេះឬដងបានហ្នឹងវា40ឆ្នាំហើយបាទជាស្រ័យអ៊ំស្រីឈ្មោះអីដែរខ្ញុំឈ្មោះអេយ៉េនបាទនៅស្រុកកំណើតនៅខេត្តតាកែវនោះប៉ុន្តែទៅនៅបាត់ដំបងនោះវាតាំងពីនេះយូរហើយបាទ40ឆ្នាំជាងអ៊ំស្រីមានអាយុប្រហែលហើយខ្ញុំ73ហើយ73ណាស់ហើយអ៊ំមានបញ្ហាសុខភាពអីដែរអ៊ំខ្ញុំលើសឈាមនោះឡើងជាង20នោះប៉ុន្តែឥឡូវខ្ញុំតាំងពីហូបលេងកាហ្វេនឹងមកខ្ញុំអត់ដែលហូបឆ្នាំលើឈាមទេអត់ដែលលេបឆ្នាំលើឈាមទេតាំងពីហូបកាហ្វេនឹងមកណាកូនក្មួយគេកាលនេះឈឺថាងត្រឹមប្រហែលទៅទិញឆ្នាំមកលេបបងប្អូនបើត្រឹមប្រហែលទៅទិញឆ្នាំមកម៉ែមកលេបម៉ែឈឺបាទកាន់ថាងាកឡើងក្មួយយកមកដល់គេឲ្យហូបតែមកកញ្ចប់ដឹងថាវាខ្វែងបកែរត់តាមដៃនេះបាទកាន់តែហូបភ្លាមហាល5នាទីរត់តាមដៃជិបថាអូដូចច្មោចវាបាទខ្ញុំថាអញ្ចឹងហីបាត់ឈឺចកេះបាទចាខ្ញុំហូបទៅស្រួលខ្លួនខ្ញុំអញ្ចឹងខ្ញុំបានមានក្រៅបលិឈាមមានគៀបប្រស័យចកេះផងឈឺសន្លាក់ទៀតចាហើយខ្ញុំហូបទៅស្រួលបាទចាហើយដល់បច្ចុប្បន្ននេះហូបអស់ប្រហែលប្រអប់ខ្ញុំហូបអស់អានេះទៀតអស់3ឈុតហើយ3ឈុតហើយណាចា3ឈុតនេះហើយមិនដែរអាការៈនៅក្នុងខ្លួនវាអត់កើតអីបាទស្រួលហើយអត់ដែលកើតខ្យល់លោកគ្រូអត់ដែលកើតខ្យល់តាំងពីហូបកាហ្វេហ្នឹងមក5 6ខែនេះខ្ញុំអត់ដែលកើតខ្យល់ម្ដងសោះបាទចាកាលនេះអង្គុយកើតខ្យល់មួយថ្ងៃ2ថ្ងៃកោសម្ដង2 3ថ្ងៃកោសម្ដងដល់ខ្ញុំហូបនេះខ្ញុំមិនដែលកោខ្យល់ទេ5 6ខែបាទចាខ្ញុំមិនដែលកោខ្យល់ទេអញ្ចឹងមានន័យថាកាហ្វេកោសិកាញូត្រីនេះពិតជាមិនធម្មតាទេធម្មតាទេហូបទៅអត់ខុសទេអត់ខុសម្ដងទេដឹងជាខ្ញុំគណៈបេតហ្នឹងឬដងបាតខ្ញុំ40ឆ្នាំហើយឬដងបាតចាឥឡូវរួចអស់ហើយអត់មានអស់លេងតែម្ដងចាហើយកាពះខ្ញុំក៏ធ្វើទុកឥឡូវខ្ញុំបាត់កាពះក៏បាត់អីក៏បាត់ហ្នឹងគ្រូមានន័យថាកាហ្វេកោសិកាញូត្រីនេះវាអាចដោះស្រាយបញ្ហាសុខភាពបានទូទៅចាបាទខ្ញុំហូបស្រួលខ្លួនអត់ដែលឈឺអីតែមុនខ្ញុំតិច2ថ្ងៃ3ថ្ងៃក៏ខ្យល់ហើយលើសឈាម
ទៅពេទ្យតែ3ថ្ងៃលោកគ្រូអស់530000 3ថ្ងៃហើយញ័រជើងញ័រដៃដើរកាន់ឈើច្រាត់អញថាខ្ញុំខ្វិនតាចេះអត់អីដែរហើយអញ្ចឹងកុំស្រីមានអ្វីផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទេខាងមើលជឿតាមខ្ញុំមិនដឹងជាហើយបើអ្នកឯងចង់បាក់ណែស្រឡាញ់លុយទុកលុយចាស់ហ្នឹងហើយបើស្រឡាញ់សុខភាពត្រូវតែហូបក្វេនេះល្អណាស់ខ្ញុំហូបត្រូវហើយបានថាខ្ញុំជារោគខ្ញុំចាអូខេហ្នឹងចាអរគុណចាអរគុណ